ចង់ចេះពីរបៀបទាញយក Telegram នៅក្នុងទូរស័ព្ទចាស់ទៅដាក់ក្នុងទូរស័ព្ទថ្មីមែនទេអញ្ចឹងយើងចូលទៅអនុវត្តតគ្នា Let's go ដំបូងយើងចូលមក Telegram របស់យើងហើយយើងវាយលេខកូដប្រទេសរបស់យើងចូលទៅរកមើលទង់ជ័យខ្មែរហើយមានពីកម្ពុជាអញ្ចឹងនេះបងប្អូនយើងចុចមកបាទអញ្ចឹងគឺវាចូលមកហើយទង់ជ័យកម្ពុជាហើយមានពីកម្ពុជានិងបូក855នេះជាកូដប្រទេសរបស់យើងអញ្ចឹងហើយជាបន្តយើងត្រូវវាយលេខទូរស័ព្ទរបស់យើងដែលលេខទូរស័ព្ទដែលយើងប្រើពីមុនមកលេខ Telegram យើងពីមុនហ្នឹងអញ្ចឹងយើងវាយចូលមកណាបងប្អូនអញ្ចឹងយើងវាយហើយយើងចុចត្រង់ Q នេះបងប្អូន Q ខាងស្នាមដៃបាទហើយវានឹងឲ្យបែបនេះដើម្បីយើងរងចាំក្រុមហ៊ុនផ្ញើលេខកូដឲ្យយើងអញ្ចឹងលេខសម្ងាត់របស់យើងដើម្បីបញ្ចូលនៅក្នុងកន្លោបូកខ្ទង់ហ្នឹងអញ្ចឹងទីទៀតក្រុមហ៊ុននឹងផ្ញើតាម Messenger ឬក៏ call មកអញ្ចឹងទៅអញ្ចឹងបងប្អូនរងចាំមួយផ្លែតណាបងប្អូនទីទៀតនឹងក្រុមហ៊ុននឹងផ្ញើលេខមកបាទអញ្ចឹងចាំមើលតើក្រុមហ៊ុននឹងផ្ញើមកឬទេនៅពេលណាអញ្ចឹងយើងចាំបន្តិចណាបងប្អូនអញ្ចឹងបាទឥឡូវក្រុមហ៊ុនបាន call មកខ្ញុំហើយបាទអញ្ចឹងយើងចុចទទួលដើម្បីទទួលលេខបាទដើម្បីវាយចូលបាទអញ្ចឹងខ្ញុំបានលេខហើយដើម្បីបញ្ចូលឥឡូវខ្ញុំបញ្ចូលចុចចូលហើយបងប្អូនបំពេញលេខ password របស់យើងអញ្ចឹងយើងកំពុងបំពេញតើវាដើរទៅបានដល់របៀបណាបន្តិចខ្ញុំកំពុងមើលលេខកូដទៀងទាត់ឲ្យវាត្រឹមត្រូវបាទអញ្ចឹងយើងទាញ Telegram យើងបានសម្រាប់ហើយបាទអញ្ចឹងអរគុណច្រើនវីដេអូនេះគឺមានតែប៉ុណ្្នឹងទេបាទសូមគោរពលាបងប្អូន